ប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាបក្សីមួយក្បាលនេះមិនព្រមហោះចេញឲ្យឆ្ងាយពីសត្វចចប៉ុន្តែបែរជាជ្រើសរើសរត់ដោយប្រើជើងទាំងពីររបស់វាទៅវិញចម្លើយគឺសាមញ្ញណាស់វាមិនចាំបាច់ឡើយនេះមិនមែនជាបក្សីធម្មតានោះទេវាគឺជាគំរូពិតដែលនាំឲ្យមានការបង្កើតជាតួអង្គតុក្កតាសមត្ថភាពរត់ដ៏អស្ចារ្យសត្វមួយនេះស្ថិតនៅក្នុងចំណោមបក្សីដែលរត់លឿនបំផុតដោយអាចរត់លឿននៅក្នុងល្បឿនរហូតដល់45គីឡូម៉ែត្រក្នុង1ម៉ោងនៅពេលសត្វចចដេញតាមវាតែងតែរក្សាចម្ងាយឲ្យនៅកម្រិតសមរម្យមួយជានិច្ចជួនកាលវាបដូរទិសរត់ភ្លាមៗដើម្បីបង្ករឿងជាមួយសត្វចចហើយទោះបីជាសត្វចចចូលមកជិតក៏ដោយក៏វាអាចបង្កើនល្បឿនរត់គេចចេញបានយ៉ាងងាយស្រួលការពួកវាដើរចុះដើរឡើងនៅមុខសត្វចចក្នុងបំណងបញ្ឆេះកំហឹងពួកវាអាចរត់នៅក្បែរដើម្បីធ្វើឲ្យសត្វចចភ្ញាក់ផ្អើលនៅពេលដែលសត្វចចកំពុងអោនផឹកទឹកព្រោះវាដឹងថាសត្វចចស្ទើរតែគ្មានឱកាសនឹងដេញចាប់ពួកវាទាន់ឡើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺសត្វមួយនេះហាក់ដូចជាយល់ពីអត្ថន័យនៃការដឹងគុណប្រសិនបើអ្នកឲ្យចំណីវាជាប្រចាំវានឹងចាប់ផ្ដើមចាត់ទុកអ្នកជាមនុស្សល្អជួនកាលវានឹងមកដល់មាត់ទ្វារផ្ទះរបស់អ្នក